ធឿននិយាយអញ្ចឹងពួកប្រុសប្រុសគេតាណាបាត់អីមិនក៏អត់ឃើញមកញ៉ាំអីអញ្ចឹងប្រុសប្រុសហើយញ៉ាំរួចហើយហើយឥឡូវនេះពួកប្រុសប្រុសកំពុងតែតដាររកប្លង់ថតទៀតហ្នឹងម៉ែអូអញ្ចឹងទេអីបានហើយឆាប់ញ៉ាំទៅណែឈូនៅទីនេះល្អម្យ៉ាងដែរតើមានកន្លែងសម្រាប់បោះតង់មានទឹកអូរនៅជិតនេះហើយមានព្រៃសម្រាប់ថតទៀតក៏ប៉ុន្តែប្លង់បន្ទាប់ពួកយើងត្រូវធ្វើយ៉ាងម៉េចទៅឯងដូចជាមិនទាន់ប្រាប់យើងឲ្យដឹងទេនេះអាឈូមិនក៏ឯងសម្លឹងមុខយើងបែបនេះម្សិលមិញដូចជាអត់មានអីទេតែហេតុអីក៏ថ្ងៃនេះឯងសម្លឹងមុខយើងអញ្ចឹងឬមួយក៏ឯងខឹងយើងរឿងអីមែនទេឯងនេះនិយាយគ្នាមិនទាន់ដឹងអីផងដើរចេញទៅបាត់មិនដែរជួយចាំយើងយូរអត់ទៅឲ្យគ្នាតំទោតែយើងនេះឲ្យឯងចាំយើងយូរព្រោះថាយើងនេះទើបតែមកពីដោះទុកសัตว์នៅព្រៃខាងមុខឯណោះអាឈូនេះឯងទើបទៅមកពីព្រៃខាងនោះមែនទេហើយវាយ៉ាងម៉េចឯងមើលទៅមុខដូចជាផ្លែកនេះតែមិញនេះយើងដូចជាឃើញឯងឈរត្រង់នៅក្រៅខាងនោះអើយអាចជ្រុយឈរត្រង់នៅខាងនោះយ៉ាងម៉េចយើងទើបមកពីខាងនោះបើមិនជឿហិតទៅនេះអើយអាឈូមិនក៏ឯងលេងឈុតឈួតបែបនេះក៏ទៅលេងប៉ុណ្ណឹងសោះក៏មិនបានដែរវ៉ៃមកបានហើយពេលនេះស្រីកំពុងតែចាំយើងហើយព្រោះថាយើងនេះមិនតបានពិភាក្សាគ្នាពីរឿងថតផងនេះមក មិនដែរអាធឿនប៉ុណ្ណឹងតំណងអត់មានអីតំណងតើក៏ប៉ុន្តែបើសិនជាឯងថែមឈាមបន្តិចទៀតប្រហែលជាល្អមែនតាចាំមើលយើងថែមឈាមក្រៃលោតំណងជាងហ្នឹងនៅនេះអត់មានឈាមផងហ្នឹងអូឈាមប្រហែលជានៅក្នុងតង់ចាំមើលយើងចូលទៅយកបន្តិចសិនណាមិនក៏នៅទីនេះគ្មានសេវាអីបន្តិចអញ្ចឹង
ព្រោះតែសេវាលេង YouTube លេង Facebook បន្តិចក៏មិនបាននឹងទៅមិញនេះយើងឃើញក្បាលខ្មោចចេះកម្រើ ឯនេះចេះតែយកសពទាំងថ្ងៃហើយក្បាលខ្មោចឯណាចេះកម្រើកហ៎ក្បាលខ្មោចនៅកន្លែងដែរតា អត់ទេតែមិញនេះយើងពិតជាឃើញកម្រើកមែនណា ឯនេះចេះតែបោកយើងហើយមិនដែរអាធឿនពេលបាញ់ឈាមឲ្យតំណងអត់ឯនេះចេះតែខ្លាចហើយថាយើងទៅខ្លាចឯនេះខ្លាចជាងយើងទៀត ថ្មីផ្លែកអស្ចារ្យមិនធ្លាប់មានជាមួយនឹង hot dog 007 007ជាហតដល់កម្រិតពិភពលោកចំនួនថ្មីដែលមានការសម្រិតសម្រាប់ផ្សំគ្រឿងពីចុងភើបកាយ5ដែលមានជំនាញជាង40ឆ្នាំមកហើយអ្វីដែលកាន់តែពិសេសនោះគឺហតដល់007មានបន្ថែមកាល់ស្យូមជំនួយដល់ឆ្អឹង DHA ជំនួយដល់ខួរក្បាលនិងវីតាមីន A ជំនួយដល់ភ្នែក hot dog 007មាន3រសជាតិដូចជារសជាតិដើម រសជាតិ BBQ និងរសជាតិគ្រឿងសមុទ្រ ចុះឯណារសជាតិគ្រឿងសមុទ្រមិនក៏យើងមិនឃើញអញ្ចឹង អូរសជាតិគ្រឿងសមុទ្រគឺដាច់ស្តុកហើយព្រោះអីដោយសារតែរសជាតិគ្រឿងសមុទ្រគឺឆ្ងាញ់ខ្លាំងណាស់អញ្ចឹងហើយបាច់ចូលមកអស់ហ៎ អូអញ្ចឹងទេអីចាំមើលតែរសជាតិគ្រឿងសមុទ្រមកដល់ឡាយើងនេះនឹងភ្លក់ឲ្យដឹងរសជាតិតែម្ដងបើចង់ញ៉ាំហតដកសុខភាពត្រូវតែញ៉ាំហតដក007 បងប្អូនឥឡូវនេះគឺជាថ្ងៃទី2ដែលនាងខ្ញុំនឹងក្រុមការងារនៅក្នុងព្រៃអាថ៌កំបាំងហើយម្សិលមិញនេះគឺនាងខ្ញុំបានជួបរឿងរ៉ាវដ៏ចម្លែកខ្លាំងណាស់ ពិតមែនហើយបងប្អូនខ្ញុំគឺជាអ្នកកាន់កាមេរ៉ាខ្ញុំក៏បានឃើញហេតុការណ៍ទាំងអស់នោះដែរ ជាដំបូងមុននឹងខ្ញុំចូលដល់ព្រៃអាថ៌កំបាំងគឺខ្ញុំបានឃើញជាមួយនឹងក្បាលមនុស្សពេលដែលខ្ញុំដល់ទៅមុខទៀតគឺខ្ញុំឮសំឡេងគេស្រែកពេលនោះគឺខ្ញុំខ្លាចខ្លាំងណាស់ ពិតមែនហើយបងប្អូនទាំងអស់គ្នាហើយសំឡេងស្រែកនោះគឺធ្វើឲ្យពួកខ្ញុំឈឺក្បាលខ្លាំងណាស់ នេះពេលដែលយើងសន្លប់ឯងសន្លប់ដែរមែនទេ អត់ទេយើងមិនបានស្លាប់ទេក៏ប៉ុន្តែយើងមានអារម្មណ៍ថាដូចជាមានដៃអ្វីមួយមកច្បាច់កយើងហើយយើងក៏ស្លាប់ដែរទៅតែពេលដឹងខ្លួនមកវិញក៏ព្រឹកឡើងតែម្ដងបងប្អូនទាំងអស់គ្នាបន្ទាប់មកក៏ពួកខ្ញុំធ្វើដំណើរមកដល់ទីនេះ តែឥឡូវយើងដូចជាស្រេកទឹកដោះហើយនេះ តែយើងអត់មានទឹកជប់ខ្លួនទេបើអញ្ចឹងយើងផឹកទឹកអូននេះតែម្ដងទៅ ចឹងក៏បានដែរ នោះទៅខាងនោះ អាធឿនយើងគិតថាយើងគួរតែចេញពីព្រៃនេះទៅ យើងក៏គិតអញ្ចឹងដែរព្រោះថានៅទីនេះមិនស្រួលទេយើងគួរតែប្រញាប់ទៅវិញទៅអាធឿនតើឯងឃើញដូចយើងទេ គឺយើងឃើញ ដ
ដៃសមណាស់វើយពួកឯងនេះពិតជាសម្ដែងសមមែនយើងមិននឹកស្មានថាពួកឯងសម្ដែងសមដល់ថ្នាក់នេះសោះ ពិតមែនហើយអាជ្រៃអាធឿនពួកឯងពិតជាសម្ដែងសមមែន អាឈូតើឯងបានប្រាប់បច្ចេកទេសអីអត់បានជាកាមេរ៉ានោះហោះអញ្ចឹង កាមេរ៉ាហោះណែហើយឯងកំពុងតែនិយាយពីអីហ្នឹងវ៉ៃ អើយគឺយើងចង់មានន័យថាឯងមិនបានធ្វើអីអត់បានជាកាមេរ៉ានោះហោះ អូយយើងមិនដឹងទេមិញនេះយើងជាមួយនឹងអាទឿនៅឆោខាងក្រោយដើមឈើណោយើងមិនបានចូលមកចិត្តកាមេរ៉ាទេវើយណែឯងទៅមកសម្អាតច្រើនពេកហើយនោះកាមេរ៉ាឯងណែ មិញយើងឃើញកាមេរ៉ានោះហោះមែនណាអាធឿនឯងឃើញដូចយើងអត់ មិញណាយើងក៏ឃើញកាមេរ៉ាហោះដែរ ហើយបានហើយនេះមកពីអាឈូឯងហ្នឹងដបងខ្លាញ់ប្រាប់យើងថាឲ្យយើងដើរកាត់ប្លង់ពេលពួកហ្នឹងកំពុងផឹកទឹកអីមិនគាត់មិនឲ្យយើងចូលវិញអញ្ចឹង អូយយើងមិនអោយឯងចូលឡាព្រោះយើងឃើញពីរនាក់នេះវាសម្ដែងសមពេកអញ្ចឹងហើយយើងមិនអោយឯងចូលមកស្កាស់ប្លង់